ទោះបីជាខុងជឺមិនបាននិពន្ធស្នាដៃដោយខ្លួនឯងយ៉ាងណាក៏ដោយក៏លោកត្រូវបានគេទទួលស្គាល់ថាមានស្នាដៃជាច្រើនបានបន្សល់ទុករហូតមកដល់បច្ចុប្បន្នទោះបីជាយើងខំសិក្សាស្នាដៃរបស់លោករាល់ថ្ងៃក៏ប្រហែលជាយើងមិនអាចសិក្សាចប់សពគ្រប់ដែរស្នាដៃរបស់លោកគឺសន្ទនាទស្សនវិជ្ជាសន្ទនាទស្សនវិជ្ជារបស់ខុងជឺដែលត្រូវបានគេស្គាល់ថាជាក្បួនសិក្សាទស្សនវិជ្ជាទាំង6ត្រូវបានគេយកមកពិចារណាពុំចេះចប់ពុំចេះហើយសោះឯកសារសន្ទនាទស្សនវិជ្ជារបស់លោករួមមាន 1. សៀវភៅនៃការផ្លាស់ប្ដូររបស់ចៅអ៊ីសៀវភៅនេះបែងចែកការផ្ទេរកម្មសិទ្ធិមរតកវាជាគម្ពីរដែលជនជាតិចិនបង្រៀនដល់ទីជាតិរបស់ខ្លួនឲ្យគោរពនិងស្រឡាញ់សមាជិកគ្រួសារនិងអ្នកដទៃកូនប្រុសនៅក្នុងគ្រួសារដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់របស់គ្រួសារខុងជឺបានអប់រំកូនឲ្យគោរពឪពុកម្ដាយដោយលោកបានពោលថាបើអ្នកមិនគោរពឪពុកម្ដាយការចិញ្ចឹមឪពុកម្ដាយនិងការចិញ្ចឹមសត្វគឺគ្មានអ្វីខុសគ្នាឡើយលើពីនេះទៅទៀតលោកតែងទូមានថាបើសិនជាអ្នកចង់ឲ្យកូនរបស់អ្នកគោរពអ្នកត្រូវគោរពឪពុកម្ដាយរបស់អ្នកជាមុនសិនលោកមិនត្រឹមតែជាអ្នកដែលបានអប់រំកូនរបស់ខ្លួនឲ្យមានគុណធម៌ប៉ុណ្ណោះទេតែលោកបានធ្វើឲ្យកូនរបស់គ្រួសារជនជាតិចិនទាំងឡាយចេះគោរពឪពុកម្ដាយរបស់ខ្លួនថែមទៀតផងសប្បុរសធម៌ជាគោលការណ៍ដែលបុគ្គលគ្រប់រូបត្រូវប្រតិបត្តិសប្បុរសធម៌ចំពោះអ្នកដទៃជាទង្វើល្អបំផុតតែទង្វើដែលប្រសើរគឺសប្បុរសធម៌ចំពោះឪពុកម្ដាយក្នុងន័យនេះខុងជឺមានបំណងឲ្យមនុស្សទាំងអស់គោរពអ្នកមានគុណរបស់ខ្លួនទោះបីជាឪពុកឬក៏ម្ដាយមានកំហុសយ៉ាងណាក៏ដោយកូនត្រូវតែគោរពនិងថែរក្សាពួកគាត់លើកលែងតែឪពុកម្ដាយគ្មានសិលធម៌និងប្រព្រឹត្តអំពើអនាចារចំពោះកូនដូចសត្វជាមួយគ្នានេះដែរកូនត្រូវដឹងពីកំណើតរបស់ឪពុកម្ដាយដើម្បីទី1អបអរនិងជូនពរថ្ងៃកំណើតរបស់ពួកគាត់និងទី2យកចិត្តទុកដាក់នឹងថែសុខភាពរបស់ពួកគាត់ដែលបានកើនព្រះជន្មថែមមួយឆ្នាំទៀតថ្វីត្បិតតែកូនមានតួនាទីពង្រឹងនិងពង្រីកកិត្យានុភាពគ្រួសារដោយខិតខំរកទ្រព្យសម្បត្តិមកផ្គត់ផ្គង់គ្រួសារតែក្នុងពេលដែលឪពុកម្ដាយនៅមានប្រជញ្ញកូនមិនត្រូវចាកចេញពីគ្រួសារដែលធ្វើឲ្យឪពុកម្ដាយមានការបារម្ភនោះទេបើក្នុងករណីដែលត្រូវចាកចេញពីគ្រួសារដើម្បីស្វែងរកលាភកូនត្រូវប្រាកដថាឪពុកម្ដាយរបស់ខ្លួននឹងរស់នៅដោយសុខសុភមង្គលហើយអាចរកចាំរហូតដល់ខ្លួនវិលត្រឡប់មកវិញក្នុងន័យទេសនៈរបស់ខុងជឺបានរារាំងដល់អ្នកបួសនៅក្នុងសាសនាព្រះពុទ្ធនិងសាសនាតាវដែលជំរុញនិងលើកទឹកចិត្តដល់យុវជនចាក់ចេញគ្រួសារហើយមិនខ្វល់ពីសុខទុក្ខរបស់ឪពុកម្ដាយឬអ្នកមានគុណរបស់ខ្លួនទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយបណ្ដាំរបស់ឪពុកម្ដាយកូនត្រូវគោរពតាមជាដាច់ខាតខុងជឺបានពោលថាចូលសង្កេតសេចក្តីប្រាថ្នារបស់កុលបុត្រក្នុងអំឡុងពេលបិតារបស់គាត់នៅមានជីវិតព្រមទាំងសកម្មភាពរបស់គាត់បន្ទាប់ពីបិតារបស់គាត់បានទទួលមរណភាពទៅហើយប្រសិនបើ3ឆ្នាំបន្ទាប់មកគាត់នៅតែបន្តគំនិតនិងសកម្មភាពដូចបិតារបស់គាត់នោះបានន័យថាគាត់មានការទញ្ញូតាធម៌នៅក្នុងសៀវភៅនៃការផ្លាស់ប្ដូរនេះខុងជឺក៏បានប្រៀបធៀបពីលក្ខណៈរបស់មនុស្សបុរាណនិងមនុស្សក្នុងសម័យកាលរបស់លោកថាកាលពីសម័យបុរាណមនុស្សគ្មានការអំណត់ជាមនុស្សរឹងរូសមនុស្សអំនួតជាមនុស្សឯកោឯមនុស្សល្ងងគឺជាមនុស្សស្លូតបូនតែបច្ចុប្បន្នមនុស្សគ្មានភាពអំណត់ជាមនុស្សគ្មានគោលដៅមនុស្សអំនួតជាមនុស្សឈ្លានពានមនុស្សល្ងងគឺជាមនុស្សប្រហើនលោកបានព្យាយាមប្រើប្រាស់សៀវភៅនៃការផ្លាស់ប្ដូរនេះដើម្បីផ្លាស់ប្ដូរចរិតមនុស្សឲ្យបានល្អប្រសើរស្គាល់ពីសិលធម៌ចេះគោរពបុព្វបុរសនិងចេះគោរពអ្នកដទៃ
តាមរយៈសិភៅនេះខុងជឺត្រូវបានគេចាត់ទុកថាជាអ្នកកំរែទម្រង់សង្គមដ៏ទន់ភ្លន់មួយរូប 2. សិភៅកំណាព្យ Searching សិភៅនេះលោកបានអប់រំស្វ័យតិទៀនខុងជឺបានអប់រំបុគ្គលគ្រប់រូបត្រួតពិនិត្យមើលពីកំហុសរបស់ខ្លួនដោយខ្លួនឯងលោកយល់ថាបុគ្គលគ្រប់រូបត្រូវមានស្វ័យរិះគន់ខ្លួនឯងជារៀងរាល់ថ្ងៃដោយពិចារណាពីទង្វើរបស់ខ្លួន3យ៉ាងគឺ 1. ប្រយោជន៍ចំពោះសង្គម 2. ភក្ដីភាពចំពោះមិត្តភក្តិ 3. គោរពចំពោះឪពុកម្ដាយនិងគ្រូបង្រៀនមិនព្រមទទួលកំហុសគឺពិតជាបង្កើនកំហុសបន្ថែមទៀតគឺជាទស្សនៈរបស់ខុងជឺដែលបានបង្រៀនឲ្យបុគ្គលគ្រប់រូបត្រូវមានទំនួលខុសត្រូវក្នុងន័យនេះលោកយល់ថាបុគ្គលគ្រប់រូបត្រូវគោរពឲ្យបានគោលការណ៍5យ៉ាងគឺ 1. ភាពម៉ឺងម៉ាត់ដោយមានការទទួលខុសត្រូវ 2. ភាពអត់ឱនដោយមានច្បាប់ជាបង្អែក 3. ភាពគួរឲ្យទុកចិត្តដោយមានសច្ចភាព 4. ភាពអំណត់ដោយមានទហិកនិង 5. ភាពសប្បុរសដោយមានសីលធម៌និងគុណធម៌តាមគំនិតរបស់ខុងជឺបុគ្គលគ្រប់រូបត្រូវស្វែងរកពុទ្ធិពីខ្លួនឯងដើម្បីឲ្យคล้ายទៅជាបណ្ឌិតត្រូវបើកចំហគំនិតឲ្យបានទូលំទូលាយហើយទទួលយកគំនិតរិះគន់ស្ថាបនាពីអ្នកដទៃបន្ថែមលើការរិះគន់ខ្លួនឯងហើយបណ្ឌិតត្រូវមានចិត្តអំណត់ជំនួសឲ្យភាពក្រអឺតក្រទមលើសពីនេះទៅទៀតបណ្ឌិតមិនត្រូវធ្វើការអះអាងលើសពីសមត្ថភាពឬសមត្ថភាពរបស់ខ្លួនមិនដល់ការអះអាងរបស់ខ្លួនការនេះនឹងនាំឲ្យបណ្ឌិតនោះទទួលបានភាពអាម៉ាស់នៅពេលដែលខ្លួនបំពេញការងារយឺតជាងពាក្យសន្យារបស់ខ្លួនបណ្ឌិតគឺជាបុគ្គលដែលមានស្វ័យតិទៀនជាអ្នកដែលបណ្ដោះគុណធម៌ផ្ទាល់ខ្លួននិងធ្វើជាប្រយោជន៍ដល់អ្នកដទៃបណ្ឌិតមិនត្រូវសប្បាយរីករាយនឹងទ្រព្យសម្បត្តិហើយកើតទុកនឹងភាពក្រីក្ររបស់ខ្លួននោះឡើយស្វ័យតិទៀនមិនបានធ្វើឲ្យបុគ្គលនៅឯកោពីសង្គមនោះឡើយផ្ទុយទៅវិញស្វ័យតិទៀនបានផ្ដល់ឲ្យបុគ្គលកាន់តែយល់ច្បាស់ពីកំហុសរបស់ខ្លួនហើយសម្របខ្លួនទៅក្នុងសង្គមអ្នកដែលមានស្វ័យតិទៀនតែងយល់ថាខ្លួនមិនបានបារម្ភពីអ្នកដទៃមិនយល់ពីខ្លួនឡើយតែបារម្ភពីខ្លួនមិនយល់ពីអ្នកដទៃជាមួយគ្នានេះដែរបុគ្គលដែលមានស្វ័យតិទៀនគឺជាអ្នកដែលគោរពអ្នកដទៃទោះបីជាអ្នកដទៃមិនគោរពខ្លួនយ៉ាងណាក៏ដោយគង់ជឺបានពោលថាប្រសិនបើអ្នកបានជួបជនណាដែលមានគតិបណ្ឌិតអ្នកត្រូវរៀនសូត្រពីជននោះតែផ្ទុយទៅវិញបើអ្នកជួបជនណាដែលគ្មានពុទ្ធិគ្មានសិលធម៌អ្នកត្រូវប្រៀបធៀបខ្លួននឹងជននោះថាអ្នកមានលក្ខណៈល្អជាងជននេះហើយឬនៅនេះជាស្មារតីស្វ័យរិះគន់ដើម្បីក្លាយជាជនដែលមានពុទ្ធិខ្ពង់ខ្ពស់និងមានប្រយោជន៍ដល់សង្គមការដែលចង់ទទួលបានពុទ្ធិជាកិច្ចការដែលយើងត្រូវអត់ធ្មត់និងមានរយៈពេលវែងតែជាភារកិច្ចដែលយើងមិនអាចបោះបង់ឬមើលរំលងបានឡើយតាមរយៈសិភៅនេះខុងជឺត្រូវបានគេចាត់ទុកថាជាកវីប្រជាជនដ៏មានប្រជាប្រិយភាព3សិភៅទំនៀមទម្លាប់លីជីងក្នុងសិភៅនេះមានការបែងចែកពីការគោរពធ្វើពិធីបន់ស្រន់និងសែនព្រេនផ្សេងៗលោកបានពោលថាពុទ្ធិរបស់ខ្ញុំគ្មានកំណើតនោះទេការយល់ដឹងពីវប្បធម៌និងនយោបាយនៅក្នុងសង្គមបានបណ្ដុះពុទ្ធិមហាសាលដល់ខ្ញុំតាំងពីកុមារភាពមកខុងជឺបានសិក្សាយ៉ាងច្បាស់លាស់ពីទំនៀមទម្លាប់របស់ប្រជាជននៅក្នុងនគរលូនិងប្រជាជននៅក្នុងនគរដទៃទៀតដើម្បីស្វែងរកនៅកត្តាអវិជ្ជមាននៃទំនៀមទម្លាប់ហើយបង្កើតបានទំនៀមទម្លាប់ថ្មីការលុបបំបាត់ការកប់ទាសករទាំងរស់ជាមួយសពរបស់ម្ចាស់ទាសករនិងការរើសអើងវណ្ណៈ
នៅក្នុងការសិក្សារៀនសូត្រជាឧទាហរណ៍បញ្ជាក់ពីកំណែទម្រង់ពិធីរបស់លោកការលើកយកបញ្ហាទំនៀមទម្លាប់លោកបានអប់រំឲ្យបុគ្គលនោះចេះគោរពគ្នាទៅវិញទៅមកតាមតួនាទីនិងវ័យលោកបានពោលថា 1. យល់ដឹងពីទំនៀមទម្លាប់និងអក្សរសាស្ត្រ 2. ពង្រឹងនិងពង្រីកគុណភាពពុទ្ធិនិងភក្តីភាពចំពោះមិត្តភក្តិ 3. ភក្តីភាពចំពោះមិត្តភក្តិគឺជាគោលការណ៍3យ៉ាងដែលយើងមិនអាចខ្វះបានដោយឡែកយើងត្រូវលះបង់កត្តាអវិជ្ជមាន3គឺ 1. ក្រអឺតក្រទមនឹងតំណែងរបស់ខ្លួន 2. អែបអបថ្នាក់លើដើម្បីលាក់បាំងពីអសមត្ថភាពរបស់ខ្លួន 3. ចូលចិត្តកំសាន្តតាមរយៈការផឹកស៊ីលើពីនេះទៅទៀតលោកបានបង្រៀនឲ្យមនុស្សទទួលយកគុណធម៌សិលធម៌និងការគោរពច្បាប់ជាមូលដ្ឋានដោយអះអាងថាអ្វីដែលជាកង្វល់របស់ខ្ញុំគឺ 1. ប្រជាជនគ្មានគុណធម៌ 2. សិស្សមិនព្រមខំរៀន 3. អ្នកអនុវត្តច្បាប់គ្មានសិលធម៌និង 4. អ្នកដឹកនាំគ្មានទំនួលខុសត្រូវខុងជឺបានខិតខំឲ្យបុគ្គលកែទម្លាប់ចាស់របស់ខ្លួនហើយទទួលយកការអប់រំដែលមានលក្ខណៈជឿនលឿនតាមបែបទស្សនវិជ្ជាការអប់រំទស្សនវិជ្ជាគឺជាមូលដ្ឋានគ្រឹះនិងកិច្ចអភិវឌ្ឍសង្គមដោយលោកយល់ថាធម្មជាតិរបស់មនុស្សមានលក្ខណៈប្រហាក់ប្រហែលគ្នាតែមនុស្សខុសគ្នាដោយសារវប្បធម៌និងការសិក្សាទំនៀមទម្លាប់ដែលផ្ដោតសុខដុមរមនាគឺជាគោលការណ៍ដ៏មានតម្លៃបំផុតនេះគឺជាទស្សនៈរបស់ខុងជឺបានអប់រំដល់មនុស្សទាំងអស់ឲ្យយល់ពីកត្តាវិជ្ជមានរបស់ទំនៀមទម្លាប់និងធ្វើការលះបង់ឬលុបបំបាត់ចោលកត្តាអវិជ្ជមានរបស់ទំនៀមទម្លាប់លោកបានទូន្មានថាយើងមិនត្រូវឆ្លាក់ឈើពុកនិងមិនត្រូវយកកំបោរទៅលាបលម្អជញ្ជាំងដែលផុយនោះទេនេះជាការបញ្ជាក់បន្ថែមថាអ្វីដែលមានលក្ខណៈមិនជឿនលឿននិងមិនផ្ដល់ផលប្រយោជន៍ដល់សង្គមត្រូវហ៊ានសម្រេចចិត្តលុបបំបាត់វាចោលទោះបីជាទស្សនៈរបស់បុព្វបុរសក៏ដោយលោកតែងដាស់តឿនថាទ្រឹស្ដីដែលខុសកន្លងសិលធម៌និងការរីកចម្រើនរបស់សង្គមនឹងត្រូវលុបបំបាត់យ៉ាងទាន់ហន់ជាទីបំផុតទំនៀមទម្លាប់ដែលត្រូវផ្ទេរទៅអ្នកជំនាន់ក្រោយត្រូវមានលក្ខណៈច្បាស់លាស់និងមានភាពជឿនលឿនតាមចរន្តរបស់សង្គមខុងជឺបានអះអាងថាត្រូវខិតខំបណ្ដុះបណ្ដាលយុវវ័យឲ្យក្លាយទៅជាអ្នកបន្តវេនប្រកបទៅដោយថាមភាពនិងសមត្ថភាពទើបអនាគតរបស់ប្រទេសជាតិនឹងថ្កុំថ្កើងក្នុងន័យនេះលោកពិតជាចង់ឲ្យអ្នកបន្តវេនរបស់គ្រួសារនិងសង្គមគឺជាបុគ្គលដែលមានប្រយោជន៍ជាអ្នកដែលអាចដឹកនាំគ្រួសារនិងសង្គមឈានទៅរកសុភមង្គលនិងកិច្ចការអភិវឌ្ឍលោកតែងបដិសេធក្នុងការពង្រឹងនិងពង្រីកពិធីរបស់មនុស្សចាស់តែត្រូវពង្រឹងនិងពង្រីកពិធីរបស់យុវវ័យព្រោះលោកយល់ថាពុទ្ធិកំពុងពោះនិងជាជ្រៅត្រូវផ្ទេរទៅអ្នកជំនាន់ក្រោយព្រោះវាមិនមែនជាលំអរបស់មនុស្សចាស់នោះទេអ្វីត្បិតថាលោកជាអ្នកគោរពតាមទំនៀមទម្លាប់តែលោកជាអ្នកកំណែតម្រង់ទំនៀមទម្លាប់របស់ចិនមួយរូបដ៏ល្បីល្បាញផងដែរលោកបានអប់រំបុរសឲ្យស្គាល់ពីតួនាទីរបស់ខ្លួនមុននឹងរៀបអាពាហ៍ពិពាហ៍ដើម្បីបំពេញភារកិច្ចជាឪពុកនិងជាស្វាមីដ៏ល្អនិងមានភាពទទួលខុសត្រូវលោកមិនដែលបានផ្ដល់គំនិតឲ្យស្ត្រីការពារពីការបៀតបៀនរបស់បុរសឡើយតែលោកបែរជាបានអប់រំមិនឲ្យបុរសទៅបៀតបៀនលើស្ត្រីនេះជាទស្សនៈយ៉ាងប្រពៃក្នុងការលើកតម្លៃស្ត្រីដែលខុសពីទស្សនៈមួយចំនួនដែលបានខិតខំអប់រំស្ត្រីឲ្យការពារខ្លួនហើយបែរជាគាំទ្រជំរុញឲ្យបុរសប្រព្រឹត្តបំពានទៅលើស្ត្រីទៅវិញដូចជាទស្សនៈដែលលោកបានលើកឡើងថាបុរសដូចមាសទឹកដប់រីឯស្ត្រីដូចក្រណាត់សជាដើមតាមរយៈសៀវភៅនេះខុងជឺត្រូវបានគេចាត់ទុកថាជាសង្គមវិទូនាបុរាណសម័យ 4. សៀវភៅចម្រៀងរបស់សានសឺសៀវភៅនេះបានបង្កប់ការអប់រំឲ្យមនុស្សចេះរស់នៅជាមួយធម្មជាតិនិងផ្ដល់ទិដ្ឋភាព
ក្នុងអំណាចរបស់ខ្លួនការសិក្សាពីសភៅនេះគឺដើម្បីបង្កើនការយល់ដឹងប្រយោជន៍ជៀសវាងកំហុសនានាដែលកើតពីពាក្យសម្ដីខុងជឺបានទូលមានថាបណ្ឌិតត្រូវមានលក្ខណៈសម្បត្តិ9យ៉ាងគឺ 1. ប្រើភ្នែកឲ្យបានច្បាស់លាស់ 2. ប្រើត្រចៀកស្ដាប់ឲ្យបានយល់ 3. ប្រើទឹកមុខឲ្យបានសមរម្យជាអ្នកថ្លៃថ្នូរ 4. ធ្វើចរិតឲ្យបានរំទុំ 5. ប្រើពាក្យសម្ដីមានសីលធម៌ 6. ប្រើពុទ្ធិនិងជំនាញរបស់ខ្លួនបំពេញការងារឲ្យសមស្របទៅនឹងមនសិការវិជ្ជាជីវៈ 7. ស្វែងរកប្រឹក្សាពេលជួបឧបសគ្គ 8. ព្យាករណ៍ពីផលប៉ះពាល់នានាដែលខ្លួនមានកំហឹង និង 9. គិតឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តលោកបានទូន្មានថាមនុស្សពីបុរាណសិក្សាដើម្បីបង្កើនពុទ្ធិនិងអភិវឌ្ឍខ្លួនឯងនៅពេលដែលមនុស្សនៅក្នុងសម័យលោកសិក្សាដើម្បីលម្អខ្លួននិងអួតអ្នកដទៃពីពុទ្ធិរបស់ខ្លួនជាមួយគ្នានេះដែរមនុស្សនៅសម័យបុរាណមិនហ៊ានធ្វើការសន្យាថាខ្លួនមានពុទ្ធិគ្រប់គ្រាន់អាចបំពេញការងារណាឡើយលើសពីនេះពួកគេគឺជាអ្នកដែលចេះដាក់ខ្លួនទោះបីជាគេបានបំពេញការងារនោះលើសពីការសន្យារបស់ខ្លួនយ៉ាងណាក៏ដោយក្នុងន័យនេះលោកចង់ឲ្យបុគ្គលគ្រប់រូបចេះយល់ពីអ្នកដទៃហើយទទួលស្គាល់ថាពុទ្ធិរបស់ខ្លួននៅមានកម្រិតពោលគឺខ្លួនគ្មានពុទ្ធិជាសកលនោះឡើយការសិក្សាគឺដើម្បីលុបបំបាត់អវិជ្ជមានរបស់ខ្លួនហើយសមត្ថភាពដែលមានសិលធម៌គឺជាការលះបង់ភាពអត្តនោម័តរីឯការតាំងចិត្តក្លាហានគឺការកិច្ចចេញពីភាពកំសាកនិងប្រហើនដោយដែលខុងជឺខ្លួនឯងបានអនុវត្តរួចមកហើយការសិក្សាពីអ្នកដទៃគឺជាវិធីដ៏ជោគជ័យមួយរបស់លោកក្នុងការទូន្មានពុទ្ធិក្នុងការទទួលបានពុទ្ធិលោកបានពោលថាក្នុងចំណោមមនុស្ស3នាក់មានមនុស្សម្នាក់អាចជាគ្រូរបស់ខ្ញុំគ្រប់ពេលវេលាគ្រប់ទីកន្លែងគ្រប់បុគ្គលទាំងអស់លោកមិនដែលឲ្យខ្លួនបាត់បង់ឱកាសក្នុងការទទួលបានពុទ្ធិឡើយតាមរយៈសៀវភៅនេះខុងជឺត្រូវបានគេចាត់ទុកថាជាអ្នកគរុវិទូដែលពោពេញទៅដោយវោហារមួយរូប5សៀវភៅប្រវត្តិសាស្ត្ររបស់សាងស៊ូតាមរយៈដំណើរផ្សងព្រេងរបស់លោកទៅកាន់នគរនានានៅក្នុងប្រទេសចិននាពេលនោះបានក្លាយជាបុព្វហេតុក្នុងការចងក្រងឯកសារនេះឡើងឯកសារនេះផ្ដោតជាសំខាន់ទៅលើការដឹកនាំនគររបស់រដ្ឋាភិបាលយកច្បាប់មកណែនាំប្រជាជនយកការដាក់ពិន័យមកគ្រប់គ្រងសកម្មភាពប្រជាជននោះប្រជាជនមានតែសមរួចពីទុក្ខទោសដោយគ្មានភាពអៀនខ្មាសយកសិលធម៌មកណែនាំប្រជាជនយកសុជីវធម៌មកគ្រប់គ្រងសកម្មភាពប្រជាជននោះប្រជាជននឹងមានការអៀនខ្មាសនឹងដើរតាមសច្ចធម៌ជាទស្សនៈដែលខុងជឺបានបង្រៀនដល់អ្នកដឹកនាំដើម្បីកែលម្អគោលនយោបាយគ្រប់គ្រងប្រទេសរបស់ខ្លួនលោកបន្ថែមទៀតថាយកសិលធម៌មកគ្រប់គ្រងនយោបាយប្រៀបបីដូចជាពន្លឺព្រះច័ន្ទនាថ្ងៃពេញបូរមីតែយកនយោបាយទៅគ្រប់គ្រងលើសិលធម៌ប្រៀបដូចជាពន្លឺតារាមួយដួងលោកអះអាងថាកំហុសរបស់អ្នកដឹកនាំប្រៀបបីដូចជាសុគ្រានិងច័ន្ទគ្រាដែលប្រជាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងន័យនេះលោកបានបញ្យល់ឲ្យអ្នកដឹកនាំជៀសផុតពីកំហុសទោះមានលក្ខណៈតូចតាចយ៉ាងណាក៏ដោយកំហុសរបស់អ្នកដឹកនាំអាចបង្កវិនាសកម្មដល់សង្គមជាតិនិងធ្វើឲ្យប្រជាជនជួបប្រទះនឹងភាពស្រេកឃ្លានប្រជាជននឹងគាំទ្រដល់រដ្ឋាភិបាលនិងគោរពអ្នកដឹកនាំរដ្ឋាភិបាលរូបណាដែលលើកដំកើងមន្ត្រីស្មោះត្រង់ហើយដាក់ទណ្ឌកម្មចំពោះមន្ត្រីពុករលួយក្នុងន័យនេះខុងជឺមិនត្រឹមតែតាក់ទាញដល់អ្នកដឹកនាំប៉ុណ្ណោះទេតែថែមទាំងផ្ដល់ឱវាទដល់មន្ត្រីដែលបម្រើការងាររបស់រដ្ឋាភិបាលទៀតផងលោកអះអាងថាមន្ត្រីខិតខំបម្រើការងារដោយយុត្តិធម៌និងសមធម៌ទទួលយកបៀវត្សនិងរស់នៅប្រកបទៅដោយភាពថ្លៃថ្នូរផ្ទុយទៅវិញមន្ត្រីនោះនឹងរស់នៅក្នុងភាពអៀនខ្មាស
ក្នុងពេលដែលទទួលយកវិវត្តហើយមិនបំពេញការងារឬបំពេញការងារដោយអយុត្តិធម៌ឬប្រព្រឹត្តអំពើពុករលួយជាដើមលោកបានទូន្មានដល់មន្ត្រីថាសម្រាប់ប្រជាជនដោយមិនបង្ហាញពីទោសគឺជាអំពើព្រៃផ្សៃសម្រាប់រឿងក្តីដោយមិនបានស្វែងរកជនបង្កហេតុគឺជាអំពើជិះជាន់យកវិវត្តមិនបំពេញការងារឬបំពេញការងារដោយខ្ជិលខ្ជាឬបំពេញការងារដោយកេងយកផលប្រយោជន៍ពីប្រជាជនគឺជាអំពើពុករលួយអែបអបថ្នាក់លើដើម្បីធ្វើបាបអ្នកដទៃគឺជាអំពើហួងហែងគង់ជឿបានទូលមានជាច្រើនលើកច្រើនសារដល់មន្ត្រីឲ្យទទួលយកវិវត្តហើយបំពេញកិច្ចការងារជូនជាតិក្នុងករណីដែលមន្ត្រីណាម្នាក់យល់ថាវិវត្តរបស់ខ្លួនមិនសមនឹងសមត្ថភាពរបស់ខ្លួនមន្ត្រីនោះត្រូវលាឈប់ពីតំណែងរបស់ខ្លួនដើម្បីផ្ដល់ឱកាសដល់អ្នកដទៃមន្ត្រីនិងអ្នកដឹកនាំរដ្ឋត្រូវសហការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គមហើយជំរុញចិត្តឲ្យប្រជាជនមានទំនុកចិត្តមកលើការដឹកនាំរបស់ខ្លួនទម្រាំឲ្យប្រជាជនមានទំនុកចិត្តជាកិច្ចការដែលត្រូវប្រើរយៈពេលយូរអង្វែងនិងអនុវត្តជាប្រចាំតាមគំនិតរបស់ខុងជឺយើងអាចសន្និដ្ឋានបានថាប្រសិនបើអ្នកដឹកនាំរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតនោះប្រកាសណាស់ប្រជាជននឹងរស់នៅដោយសេចក្តីសុខនិងមានការគោរពច្បាប់ម្យ៉ាងទៀតប្រសិនបើអ្នកដឹកនាំអនុវត្តច្បាប់តឹងរ៉ឹងនោះអ្នកដឹកនាំនឹងសាងកំហុសនិងសោកស្ដាយតិចតួចបំផុតប៉ុន្តែការអនុវត្តច្បាប់តឹងរ៉ឹងមិនមែនមានន័យថាអ្នកដឹកនាំនោះជាជនផ្ដាច់ការឡើយព្រោះអំពើផ្ដាច់ការមានសភាពឃោឃៅជាងសត្វសាហាវទៅទៀតដើម្បីជៀសផុតពីអំណាចផ្ដាច់ការអ្នកដឹកនាំមិនត្រូវលើកដំកើងមន្ត្រីអែបអបហើយមិនត្រូវរំលងមន្ត្រីដែលផ្ដាល់គំនិតរិះគន់ស្ថាបនាឡើយជាមួយគ្នានេះដែរអ្នកដឹកនាំត្រូវមានសុភវិនិច្ឆ័យចំពោះមន្ត្រីដែលអ្នកជំវិញស្អប់ឬអ្នកជំវិញស្រឡាញ់ព្រោះអាចវិនិច្ឆ័យខុសខុងជឺត្រូវបានគេចាត់ទុកថាជាប្រវត្តិវិទូដែលមានការកត់ត្រាច្បាស់លាស់ពីស្ថានភាពរស់នៅរបស់ប្រជាជន6សិភៅនិឃារដូវរបស់ឈិនឈីវខុងជឺបានផ្ដល់យោបល់ក្នុងការរៀបសិភៅនេះនៅពេលដែលលោកបានវិលត្រឡប់មកនគរលូវិញលោកមានបំណងជួយពង្រឹងនិងពង្រីកកិត្យានុភាពរបស់នគរលូឲ្យមានភាពថ្កុំថ្កើងដូចឬជាងពេលដែលលោកមានតួនាទីជាមន្ត្រីដូច្នេះដែរឯកសារនេះបានคล้ายទៅជាមូលដ្ឋានក្នុងការគ្រប់គ្រងនគរលូរបស់ស្ដេចថ្មីលោកបានទូន្មានថាមនុស្សជាអ្នកធ្វើឲ្យច្បាប់មានភាពសុក្រិតនិងយុត្តិធម៌មិនមែនច្បាប់ធ្វើឲ្យមនុស្សមានភាពសុក្រិតនិងយុត្តិធម៌នៅឡើយក្នុងន័យនេះលោកមានបំណងចង់ឲ្យអ្នកដឹកនាំរដ្ឋលូខិតខំបង្កើតនិងអនុវត្តច្បាប់ប្រកបទៅដោយភាពយុត្តិធម៌អ្វីដែលជាក្តីសង្ឃឹមរបស់លោកក្នុងនគរលូគឺលោករំពឹងថាប្រមុខនគរលូនឹងអាចផ្ដល់ឲ្យប្រជាជនដែលមានវ័យចំណាស់រស់នៅដោយភាពសុខសាន្តមិត្តភ័ក្តិមានភក្តីភាពគ្នាទៅវិញទៅមកហើយក្មេងៗទទួលបានការគាំពៀពីសង្គមខុងជឺត្រូវបានគេចាត់ទុកថាជានយោបាយវិទូប្រកបទៅដោយគុណធម៌